ថ្ងៃនេះយើងទៅលាក់គីអ្នកគ្នាទៅទិញបង្មាន់ហើយទិញអីទុកញ៉ាំនៅផ្ទះស្អីក៏មានដែរនៅលាក់គីសាប៊ូមិនថាមីមិនថាទឹកដោះគោមិនថាស្អីក៏មានដែរអញ្ចឹងមិនថាបើយើងនៅពេញយើងហ្នឹងនៅពេញស្រួលជាងនៅស្រុកសែនអ្នកគ្នានៅពេញដោយសារសាប៊ូកន្លែងគេលក់ដូរអញ្ចឹងទៅវាហើយនៅសារទំនើបអញ្ចឹងទៅណាវាជានៅលាក់គីអញ្ចឹងវាសាប៊ូអីវ៉ាន់សាប៊ូហាងអញ្ចឹងទៅហើយតម្លៃធូរថ្លៃទៀតបើនៅជនបទអត់សូវសាប៊ូដូចអញ្ចឹងឯងបើមាននៅផ្សារអញ្ចឹងទៅណាតែតម្លៃខ្ញុំមិនដឹងមិនដែរទេខ្ញុំដឹងថាគេអាប់ដេតដល់ណាអញ្ចឹងតែខ្ញុំដឹងថានៅបើនៅភ្នំពេញនៅទីក្រុងអញ្ចឹងណាសាប៊ូអីក៏មានដែរនៅក្នុងមកចប់ហ្មងហើយអញ្ចឹងវាស្រួលញ៉ាំយើងមិនថាយើងទិញទុកញ៉ាំឬក៏ញ៉ាំឥឡូវអីទិញបានសាប៊ូមែនតែនហើយនេះពួកយើងបានចូលមកហើយខ្ញុំឆ្លៀតថតឲ្យអ្នកនេះមើលមានតែប៉ុណ្ណឹងហើយចាំវីដេអូក្រោយជួបគ្នាទៀតអ្នកនេះ